សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកគ្នាពី command line មួយចំនួននៅក្នុង lecture ទី4ដែល command line ទី1គឺយើងធ្វើការបង្ហាញនៅ process ដែលវាកំពុង run ហើយយើងវាយ ps ហើយវានឹងបង្ហាញនៅ process ដែលវាកំពុង run ដោយ process នីមួយៗវាមាន ID របស់វារៀងខ្លួនហើយនេះគឺជា ID របស់វាចូលដល់ command line បន្ទាប់គឺយើងធ្វើការបង្ហាញនៅ process ទាំងអស់ហើយយើងវាយ ps ដល់ x មកជា enter វាបង្ហាញនៅ process ដែលកំពុង run ទាំងអស់ហ្នឹងចូលដល់ command line មួយទៀតហើយសូមធ្វើការ clear សិនគឺ top ដែលវាដូចជានឹងថា manager ដែរដែលវាធ្វើការបង្ហាញហើយ CPU memory ដែលកំពុងប្រើប្រាស់ហ្នឹងដែលវាបង្ហាញជា line ឲ្យយើងមើលភ្លាមហើយយើងវាយ top ហើយវានឹង load មកបន្តិចទៀតវានឹងមាន update ឲ្យយើងមើលហើយ top ឲ្យយើងមានប៉ុណ្ណឹងដើម្បីចាក់ចេញយើងធ្វើការវាយលើអក្សរ Q វានឹងចេញបានចូលដល់ command line បន្ទាប់ទៀតនឹង pmap អង្គដែលវាធ្វើការបង្ហាញនៅ process specific តែម្ដងដោយតជាយើងចង់មើល process តាមជា ID ជាដើមនឹងសូមធ្វើការ clear ចោលអង្គទៀតហើយខ្ញុំចូល ps នឹងចង់យើងចូលមើលនៅ process ទី1ហ្នឹងដែលធ្វើការវាយ pmap ហើយដាក់ ID របស់វានឹងវា load detail នៅលើ process ហ្នឹងយើងមើលចូលដល់ command line ទៀតគឺ kill ដែលយើងធ្វើការបិទកុំឲ្យ process ហ្នឹងវាធ្វើ run អីហ្នឹងដល់ចូលដល់ command line ទៀតគឺ kill ដែលយើងធ្វើការសម្រាប់ការ stop កុំឲ្យ process ហ្នឹងវាធ្វើការឈប់ដំណើរការតែដំបូងខ្ញុំសូមធ្វើការ clear សិនខ្ញុំឆែកមើល process តែមាន2ហ្នឹងខ្ញុំសូមធ្វើការបង្កើត process មួយដើម្បីធ្វើការតេស្តនឹងដាក់ sleep ហើយដាក់ឲ្យដំណើរការ 1000 second ដើម្បីបង្កើតបាន process មួយយើងអាចធ្វើការ search បានផងដែរហើយយើងធ្វើការវាយ ps AUX ហើយយើងដាក់សញ្ញាមួយក្រោបដូចជា search ដែរដែលយើងដាក់ទៅលើ ID របស់ process មួយនោះមកនឹងវានឹងលើ process ដែលយើងបានបង្កើតមិញហ្នឹងហើយវានឹងលើគេនេះឥឡូវវាកំពុង running ឥឡូវយើងធ្វើការ kill វាតែម្ដងដើម្បីឲ្យវាឈប់ដំណើរការហើយយើងប្រើប្រាស់ command kill ខ្ញុំវាយ command kill ហើយដាក់ ID របស់វា57ចុច enter នោះ process ហ្នឹងវានឹងឈប់ដំណើរការហើយយើងសាក search វាម្ដងទៀតហើយ search តាមឈ្មោះរបស់វាម្ដងដាក់ sleep ខ្ញុំនិយាយនៅ process ហ្នឹងវា terminate បាត់ហើយបានន័យថា process មួយហ្នឹងវាឡើងដំណើរការឥឡូវចូលដល់ command មួយទៀតសម្រាប់យើងធ្វើការ check លើ disk space របស់យើងហើយដំបូងសូមធ្វើការ clear ចោលសិនដើម្បីយើង check ទៅលើ disk របស់យើងហ្នឹងធ្វើការវាយ command ds x មកជា enter វានឹងបង្ហាញ file system ហើយនៅទំហំ file របស់យើងហើយអ្វីដែលយើងប្រើអស់ប្រមាណហើយសល់ប្រមាណនេះជាដើមតមកចូលដល់ command line មួយទៀតយើងទាក់ទងការឆែក inode ម្ដងដោយយើងដាក់ ds ហើយដល់ i ហ្នឹងវានឹងឆែកទៅលើ inode របស់យើងនេះយើងឃើញ inode ហើយចូលដល់ command line មួយទៀតគឺទាក់ទងទៅនឹងការឆែកទំហំរបស់ file និង directory ហើយវាយ df ដល់ ah មក enter តើវាបង្ហាញនៅទំហំរបស់យើងហើយនិង file របស់យើងផងដែរចូលដល់ command មួយទៀតគឺយើងឆែកទៅលើទំហំនៃ directory ដោយ command មួយហ្នឹងវាធ្វើការឆែកទៅលើ directory របស់យើងទេហើយយើងវាយ df ដល់ sh enter សំទោសមិន df ទេគឺdu
tại mình là việc private đi music á thì các bạn tiếp sẽ vì nó private tổng home nó bao directory bao nhiêu nó không cái directory bao nhiêu nó cho ta comment lại một chút rồi nhằm sắp tới các clear sách là chưa ai chạy từ lời thay chứ cho lời user bên nào là dân vay comment who am I người dân đang thay dân chia user ấy người dân phải thay dân chia user vì sao việc một tổ bảo tiết nhưng xong ta hai là shortcut cho nên 4 tại shortcut tìm mấy cái control ó là dân thường cả ai sửa từ lời cái short cái lời comment lại là dân ăn vay pin môn màu đấy đây vậy là dân press control ó với ai sửa bằng ví dụ như trên của anh vài user với năng lượng ví dụ em cho tao mình làm một shortcut một chút cái control dưới đây cho ta bật là comment là dùng trong prang là dùng press là control xí nó vừa bật lên của mình làm cho nó shortcut một chút thì nhau tiền bị đó sẽ làm cho cả như prang là comment là dùng vậy của mình là dùng prang với nó sẽ cho cô am ái vì đồng prang cho một user nhé vậy như vậy tiền bị đó vì năng bên thua ca ô tô bây giờ mình hữu mãi tập đầu mình cho inter vì đồng luật mọi này tự thân cho cả một tiết cái thua ca exit tranh vì nào bây giờ vậy exit nó mình gọi là dân lọc in này sao mày vì tao vẫn phải tập ban xong đó